សួស្តីអ្នកនរគ្នាយើងនឹងមកលេងភាសាទាំងអស់គ្នាប្រធានបទរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺតកតងជាមួយនឹងថាតើនឹងមានរឿងអ្វីដែរនឹងត្រូវកាត់ឡើងឬយើងត្រូវដឹងនៅក្នុងរយៈពេល48ម៉ោងខាងមុខហ្នឹងហើយវីដេអូនេះគឺជា timeless អ្នកនរគ្នាចង់មានថាគ្រប់ពេលដែលអ្នកនរគ្នាបានឃើញវីដេអូនេះនៅក្នុងពេលណាអ្នកនរគ្នាអាចរាប់ពីពេលហ្នឹងទៅរយៈពេល48ម៉ោងខាងមុខថាមានរឿងអីដែលអ្នកនរគ្នាត្រូវដឹងឬត្រូវកាត់ឡើងសម្រាប់អ្នកទាំងអស់គ្នាចឹងអ្នកនរគ្នាបងមានកាតឲ្យ2សម្រាប់រើសគឺនេះគឺជាការទី1ហើយនេះគឺជាការទី2ចឹងគ្នាយើង relax គិតទៅដល់រឿង48ម៉ោងដែលអ្នកទីកថានឹងមានរឿងអីដែលយើងត្រូវដឹងត្រូវប្រយ័ត្នគឺដល់ប្រធានបទរបស់យើងហើយជឿរឿងនៅកាតមួយណាដែលអ្នកគ្នាគិតថាអាចនឹងតាក់ទាញចិត្តយើងជាងគេឬក៏ប្រកបស្អាតនៅក្នុងក្នុងអារម្មណ៍របស់យើងណាចឹងយើងអាចរើសបានចឹងការទី1ការទី2ដល់គ្នាទី1ទី2អញ្ចឹងកុំឲ្យខាតពេកយើងមកមើលចម្លើយសម្រាប់គ្នាយើងដែលគាត់ជ្រើសនៅការទី1ទាំងអស់គ្នាថាតើរយៈពេល48ម៉ោងខាងមុខនឹងមានរឿងអ្វីដែលគាត់ត្រូវដឹងឬត្រូវកាត់ឡើងសម្រាប់ MG ដែលគាត់ជ្រើសនៅការទី1អូខេសម្រាប់ energy នេះដែលគាត់ជ្រើសនៅការទី1អាចថាពេលនេះយើងនៅក្នុង energy មួយលក្ខណៈដូចព្យាយាម like clear ខ្លួនឯងឬក៏មានការសម្រេចចិត្តអីមួយដែលយើងនៅ stir នៅក្នុងចិត្តថាគួរតែសម្រេចចិត្តបែបម៉េចឬក៏គួរសម្រេចចិត្តបែបម៉េចអញ្ចឹងម៉ែរយៈនេះដែលគាត់ជ្រើសនៅការទី1បងគាត់ថាគាត់អាចនឹងមានថាអារម្មណ៍គាត់ច្រើន overthinking អត់សុបាយចិត្តគេហៅថាmental breakdown ក៏ថាបាន emotional យើងវា too low ការដែលយើងនៅក្នុងការសម្រេចចិត្តហើយអាចនឹងតកតងជាមួយនឹងរឿងសុខភាពការឈឺស្កាត់រឿងក៏រៀងមានច្រើនដែរតែវាបែបអញ្ចឹងណាយើងអាចនឹងនៅរបៀបថារំពឹងនៅលើអ្វីមួយប៉ុន្តែការរំពឹងហ្នឹងវាលក្ខណៈដូចធ្វើឲ្យយើងខកចិត្តអីបែបហ្នឹងទៅអូខេចឹងយើងមកមើលថាតើរយៈពេល48ខាងមុខ48ម៉ោងខាងមុខនឹងមានរឿងអីដែលអ្នកគ្នាត្រូវដឹងឬត្រូវប្រយ័ត្នអូខេវ៉ាវបងឲ្យមាន2ចម្លើយសម្រាប់អ្នកដែលគាត់ជ្រើសរើសនៅការទី2ទី1 sorry អ្នកគ្នាទី1អ្នកគ្នាអាចនឹងមានដំណឹងល្អពីនរណាម្នាក់ដែលគេនឹងយកដំណឹងល្អអាចតទៅនឹងជាមួយដំណឹងល្អនៅក្នុងកន្លែងការងារឬក៏នៅកន្លែងសាលារៀនឬក៏នៅក្នុងរង្វង់គ្រួសារប៉ុន្តែបងគិតថាវាអត់សូវនៅក្នុងរង្វង់គ្រួសារពេកច្រើនគឺតទៅជាមួយនឹងឱកាសការងារឬក៏រឿងលុយកាក់ឬក៏នរណាគេម្នាក់ដែលយើងពឹងដែលសុកគាត់អាចនឹងថាជាទីពឹងឬជាយោបល់យើងបានថាចង់ធ្វើការនេះអត់ឬក៏ចង់មានយោបល់អត់ដែលជាចម្រឹងមួយដែលគេហុចជាឱកាសយើងណាហ្នឹងឲ្យយើងអូខេទី2ប្រយ័ត្នពាក់ព័ន្ធជាមួយនឹងមនុស្សស្រីនៅក្នុងការគេថាមនុស្សស្រីអាចនឹងចូលមកមិនថានៅក្នុងស្ថានភាពបែបណាគុំទុកចិត្តអាចនឹងគេនិយាយមិនល្អមួយយើងអាចនឹងគេមិនសូវជារាប់អានយើងស្មោះត្រង់ការដែលគេស្តុកយើងមើលយើងអីចេះនិយាយមិនល្អពេលខ្លះវាអត់យើងអត់ទៅធ្វើអីគេប៉ុន្តែគេអត់ជួយចិត្តយើងដោយអត់មានហេតុផលអញ្ចឹងព្យាយាមវាថាប្រុងប្រយ័ត្នបន្តិចកុំសូវ share over share ពីតកតងជាមួយនឹង personal ខ្លួនឯងឬក៏រឿងអីក៏ដោយទៅអ្នកដទៃច្រើនពេកសង្កថាបើសិនជាអាចកុំសូវរាប់អានអ្នកមិត្តភ័ក្តិថ្មីឬក៏ get in close ជាមួយនឹងមនុស្សស្រីវានៅក្នុងនេះវាអាចនឹងមានឱកាសថាគេសុកគេនិយាយមិនល្អគេនិយាយដើមយើងអីចឹងទៅអានេះគឺជាអីដែលអ្នកគ្នាត្រូវដឹងនិងត្រូវប្រយ័ត្ននៅក្នុងរយៈពេល48ម៉ោងខាងមុខប៉ុន្តែពិចារណាមកអាចគិតថាវាតកតងជាមួយនឹងឱកាសច្រើនតកតងជាមួយនឹងឱកាសរឿងតែថាត្រូវចូលមកអីចឹងប៉ុន្តែយ៉ាងណាក៏ដោយមិនថានៅក្នុងស្ថានភាពដែលអ្នកគ្នាកំពុងតែមានលៀបតកតងជាមួយនឹងរឿងឱកាសការងារឬរឿងលុយកាក់ក៏អ្នកគ្នាត្រូវតែប្រយ័ត្នមនុស្សស្រីនៅជុំវិញខ្លួនព្រោះលេខយើងអត់សូវល្អជាមួយមនុស្សស្រីទេគេអាចនឹងនិយាយមិនល្អជាមួយយើងចេះកុំទុកចិត្តគេកុំពឹងពាក់គេហើយក៏កុំទៅជួយគេប្រយ័ត្នមានបញ្ហាឬក៏មានរឿងឬក៏មួយទៀតវាអាចនៅក្នុងស្ថិតិថា energy មួយដែលនឹងគេថាសុកបាច់ទៅដឹងរឿងអីមួយដែលរឿងហ្នឹងវាអាចនឹងពាក់ព័ន្ធនឹងរឿងមនុស្សស្រីហើយយើង disappointed ជាមួយនឹងវាយ៉ាអូខេចឹងនេះគឺជាការទី1យើងមកមើលចម្លើយសម្រាប់គ្នាយើងដែលគាត់ជ្រើសរើសនៅការទី2ទាំងអស់គ្នាយ៉ាតកតងជាមួយនឹង energy នៃដែលគាត់ជ្រើសរើសនៅការទី2តើមានរឿងអីដែលគាត់ត្រូវដឹងត្រូវប្រយ័ត្ននៅក្នុងរយៈពេល48ម៉ោងខាងមុខនេះអូខេយើងមកមើល energy អ្នកគាត់ជ្រើសរើសនៅការទី2ទាំងអស់គ្នាតកតងនឹង energy នៃដែលគាត់ជ្រើសរើសនៅការទី2ពេលនេះគាត់អាចនឹងនៅក្នុងអារម្មណ៍មួយរបៀបដូចអារម្មណ៍សុបាយក៏ថាបានអារម្មណ៍មានក្តីសុខអារម្មណ៍មានអារម្មណ៍ថា
សុខភាពផ្លូវកាយពីចិត្តរៀងលក្ខណៈថាខនបាភាសាជាងមុននៅក្នុង romantic feeling គ្នាយើងថាកំពុងតែលក្ខណៈថា get to know each other ជាមួយនឹង someone new ឬក៏ like talking stage ឬក៏អីបែបហ្នឹងឬក៏ពេលខ្លះអាចថាគាត់នៅក្នុងស្ថានភាពនោះតែគាត់កំពុងតែដើរឡើងទៅលើ like ឡើងកម្មជាដើមមកចដាក់មួយកម្មទៀតមក step ទៀតទៅតាម follow គោលដៅឬក៏ plan ដែលគាត់គ្រោងដែលគាត់ចង់ធ្វើឬក៏តាំងចិត្តរបស់គាត់ដែលគាត់ថាអូខេឥឡូវនេះចាប់ពីពេលនេះទៅគាត់នឹងធ្វើបែបនេះធ្វើបែបនោះគាត់នឹងសម្រេចចិត្តបែបនេះឬក៏បែបនោះប៉ុន្តែវាអាចនឹងពាក់ព័ន្ធជាមួយនឹងឱកាស new like new change របស់គាត់មកច្រើនជាងអញ្ចឹងតើតើជាមួយនឹងការផ្លាស់ប្ដូរឱកាសឬការសម្រេចចិត្តប៉ុន្តែនៅពេលថាគាត់អាចនឹងនៅអត់តាន់បានប៉ុន្តែមួយរយៈនេះអ្នកគាត់ជ្រើសរើសនៅការទី2មកគាត់ថាគាត់អាចនឹង clear ខ្លួនឯងបានច្រើនឬក៏មានការសម្រេចចិត្តឬក៏រៀងលះជាងរហដងអីចឹងណានឹងតែប៉ុន្តែវាអាចនឹងល្អព្រោះថាគាត់អាចនឹងថាគាត់ clear ខ្លួនឯងគាត់អាចនឹងសម្រេចចិត្តដឹងថាត្រូវធ្វើបែបម៉េចទៅដើរទៅណានៅក្នុង step មួយណា follow តាម goal ឬតាមអារម្មណ៍របស់គាត់ច្រើនជាង like មានហេតុមានផលមើលឃើញអាវាថារដងលក្ខណៈថាដូចយកអីបាំងភ្នែកតែឥឡូវនេះលក្ខណៈថាមើលឃើញខ្លះហើយយល់ទេអ្នកគ្រាអូខេចឹងយើងមើលថាតើនឹងមានរឿងអីដែលគាត់ត្រូវដឹងត្រូវប្រយ័ត្ននៅក្នុងរយៈពេល48ម៉ោងខាងមុខនេះសម្រាប់ energy ដែលគាត់ជ្រើសនៅកាទី2អូខេសម្រាប់ energy នេះដែលគាត់ជ្រើសនៅការទី2ទី1បងគាត់ថាអ្នកគ្នាគួរតែប្រយ័ត្នពាក់ព័ន្ធជាមួយនឹងរឿងសុខភាពតកតងជាមួយនឹងការឈឺស្កាត់តកតងជាមួយនឹងអារម្មណ៍មិនល្អព្រោះលេខយើងវាអត់សូវល្អអ្នកគ្នាការទី2បង recommend មិនទៅស្រោចទឹកចេញឲ្យហើយទៅស្រោចទឹកចេញឲ្យហើយទៅស្រោចទឹកចេញព្យាយាមធ្វើមិនឲ្យខ្លួនឯងមានអារម្មណ៍ energy វាល្អហើយដូចបងនិយាយចឹងយើងនៅក្នុង energy មួយដូចគិតនៅសម្រាប់ចិត្តណាចឹងក្នុងការវាថាសុខយើងបែរជាមានអារម្មណ៍ថាយើងមិនចង់គិតមិនចង់ធ្វើអីឬក៏ធ្វើសុខយើងទៅជាផ្លាស់ប្ដូរអារម្មណ៍ខ្លួនឯងចឹងណាព្រោះលេខអត់សូវល្អវាអាចនឹងពាក់ព័ន្ធជាមួយនឹងការខកចិត្តរឿងអីមួយតកតងជាមួយនឹងរឿងសុខភាពរឿងគ្រោះថ្នាក់គឺត្រូវតែមានទី2អ្នកគ្នាបងឲ្យហ៊ាននិយាយថាមិនទេពេលខ្លះគ្នាយើងអាចនឹង clear តកតងនឹងរឿងស្នេហាហើយតែអូខេសម្រាប់ចិត្តដើរទៅមុខជជែក1 2 3ចឹងទៅសុកបែរជាមានអារម្មណ៍ថាធូរអត់បានឈឺចាប់នឹកគេស្អិតទ្រូងបែបថាអារម្មណ៍ចំពោះចំអល់មកអញ្ចឹង48ម៉ោងក្រោយពីម៉ោងក្រោយបងគាត់ថាការទី2គាត់ព្យាយាម like take care control ប្រយ័ត្នជាមួយនឹងអារម្មណ៍ខ្លួនឯងផ្លូវអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនឯងខ្លាំងបំផុតយ៉ាយើងមកមើលទៀតថាមានអីយើងត្រូវដឹងទៅយ៉ាងអូខេគ្រប់យ៉ាងបងក៏ថាចេះយើងវាមានរឿងល្អខ្លះមិនមែនអត់ទេដូចបងនិយាយចឹងបើសិនជាអ្នកគ្នាតាំងចិត្តថានឹងថាទៅមុខហើយសម្រាប់ចិត្តដើរទៅមុខហើយសម្រាប់ចិត្តនឹង follow ឬក៏ focus ទៅលើ goal ឬក៏ការរៀនសូត្រ self love របស់ខ្លួនឯងហើយដើរទៅមុខហើយធ្វើឲ្យបានតាំងចិត្តខ្លួនឯងព្រោះ you got the queen of swan អ្នកគ្នា you need to ចិត្តដាច់ you need to ម្ចាស់ការលើខ្លួនឯង control ខ្លួនឯងកុំផ្សងថាតាំងចិត្តហើយបែរជាសុកឲ្យអា negative energy អា toxic energy អារម្មណ៍មិនល្អហ្នឹងវា control លើរឿងយើងបានណាអ្នកគ្នាអញ្ចឹងក្នុងការថាបើសិនជាអ្នកគ្នាតាំងចិត្តអ្នកគ្នានឹងធ្វើបានប៉ុន្តែ it's destroy heart ព្រោះក្នុងការគេថាវាអាចនឹងមិនសូវជានេះហ្មងទេអញ្ចឹងព្យាយាម like ធ្វើឲ្យបានខ្លួនឯងតេតងជាមួយនឹងក្នុងនេះអ្វីដែលអ្នកគ្នាទៅប្រយ័ត្នទីបងនិយាយចឹងវាអាចនឹងមិនសូវជាមានរឿងល្អតែអ្នកគ្នារំពឹងថានឹងមានទេប៉ុន្តែវាអាចនឹងពាក់ព័ន្ធជាមួយនឹងការដែលគេបង្ហាញថាគួរតែប្រយ័ត្នពាក់ព័ន្ធជាមួយនឹងអារម្មណ៍ការសម្រេចចិត្តរបស់ខ្លួនឯងកុំឲ្យរឿងគ្រប់យ៉ាងវា control របស់ខ្លួនឯងវិញបានការពិតទៅរឿងការងារលុយកាក់បងគិតថាគ្រប់យ៉ាងល្អហើយយើងអាចនឹងដឹងថាយើងត្រូវអីវាអ្វីដែលយើងក្រងអ្វីដែលយើងកំពុងតែធ្វើហ្នឹងវាល្អប៉ុន្តែអាសុខភាពខាងក្នុងយើងនេះអាផ្លូវចិត្តអារម្មណ៍ខាងក្នុងយើងនេះវាល្អនៅសួរខ្លួនឯងថាល្អនៅហើយបើសិនជាល្អហើយយើងធ្វើល្អបាននៅក្នុងកម្រិតណាអញ្ចឹងព្យាយាម you need to help yourself to be like go ទៅអា step មួយទៀតដែលល្អសម្រាប់ខ្លួនឯងណាបើសិនជាចង់ឲ្យគ្រប់យ៉ាងវាល្អប្រសើរវាស្រស់បំព្រងដូចផ្ការិច you need to ជួយខ្លួនឯងឲ្យវាល្អប្រសើរតាំងចិត្តម្ចាស់ការលើខ្លួនឯង you know what you want so follow it អូខេអញ្ចឹងពាក្យកាត់របស់យើងគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ